ប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនមុននេះខ្ញុំឃើញលោកដួងឆៃបង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងខ្លួនខ្ញុំបានអំពាវនាវម្ដងហើយម្ដងទៀតសូមគុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ពើមជាតិសាសន៍ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់គឺទុកឲ្យភាគីថៃទទួលខុសត្រូវសម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរនិងសូមគុំបង្កហេតុខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថាប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាតែហេតុការមិនប្រើទំនិញថៃនោះទេតែជាលទ្ធផលនៃការបិទច្រកព្រំដែនព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញតាមតួលេខពាណិជ្ជកម្មឆ្នាំ2024កម្ពុជានាំទៅថៃជាង 1.1 ពាន់លានដុល្លារហើយថៃនាំចូលមកកម្ពុជាជាង 5.2 ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង 4.1 ពាន់ដុល្លារសម្រាប់5ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង 200 លានដុល្លារហើយថៃនាំចូលកម្ពុជាជាង 1.5 ពាន់លានដុល្លារក្នុងករណីទំនិញនាំចូលកម្ពុជាមិនបានសូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯងព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯងសម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់សូមគុំបន្ទោសរដ្ឋាភិបាលកម្ពុជាព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែនខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិរក្សានៅភាពថ្លៃថ្នូរភាពចាស់ទុំទន់ភ្លន់សុភាពរាបសារតែមើងម៉ាត់មិនទុកឲ្យបរទេសប្រមាថ